សួស្តីពុកម៉ែបងប្អូនទាំងអស់គ្នាចង់ដឹងថាផ្លូវថ្មើរជើងមានមនុស្សអ៊ូអរច្រើនយ៉ាងណាហើយមានកម្មវិធីអីខ្លះមានគីឡូអីខ្លះតោះទៅតាមដានទស្សនាជាមួយនឹងវីដេអូនេះទាំងអស់គ្នាបាទសង្ឃឹមថាពុកម៉ែបងប្អូនទស្សនាវីដេអូនេះហើយសូមជួយចុច like ចុច share វីដេអូនេះម្នាក់មួយផងបាទសម្រាប់អាទិត្យនឹងដែរគឺជាអាទិត្យទី13បាទនិយាយទៅមនុស្សច្រើនមែនតែនពុកម៉ែបងប្អូនដោយបងប្អូនឃើញស្រាប់ចឹងហើយសម្រាប់អាហាររបស់ញ៉ាំគេវិញមិនបាច់ទេត្រៀមទៅលុយទៅពុកម៉ែបងប្អូនអើយរបស់ញ៉ាំគឺច្រើនមែនតែនច្រើនស្តង់រាប់ពាន់ស្តង់ហើយម្ហូបគឺមានពីម្ហូបកូរ៉េម្ហូបខ្មែរម្ហូបចិនជប៉ុនមានទាំងអស់ពុកម៉ែបងប្អូនសំខាន់ពុកម៉ែបងប្អូនដើររកតាមស្តង់ទៅគឺស្តង់គេមានគ្រប់ស្តង់ចឹងតាំងពីរបស់ញ៉ាំរបស់អីគឺមិនខ្វះទេមានបាយមានសឡជូនពុកម៉ែបងប្អូនអស់គ្នាគ្មានខ្វះមុខណាទេបាទសម្រាប់ពុកម៉ែបងប្អូនដែលថាគាត់ថ្ងៃសៅរ៍ថ្ងៃអាទិត្យគាត់តនេគាត់ខ្ជិលជិះឆ្ងាយទៅខេត្តទៅអីដើរលេងជុំគ្រួសារអីចឹងណាគាត់អាចនឹងទៅដើរលេងនៅកន្លែងនឹងបាននិយាយទៅកន្លែងហ្នឹងគឺស្រស់ស្អាតមែនតើលក្ខណៈថានៅជាប់មាត់ទន្លេចឹងណាបរិយាកាសក៏ល្អហើយមានកន្លែងញ៉ាំកន្លែងដើរលេងអីមានសូពិសេសជូនពុកម៉ែបងប្អូនទាំងអស់គ្នាចាំបាក់ទៅណាទៀតពុកម៉ែបងប្អូនយើងដើរលេងពេញគឺអែមហ្មងសម្រាប់តែថាបងប្អូនគាត់ខ្ជិលទៅខេត្តទៅអីចឹងណានឹងបដាដើរលេងហត់ណាពុកម៉ែបងប្អូនងាកឆ្វេងក៏មហោបងាកស្ដាំក៏មហោបមិនខ្វះទេបាទមានគ្រឿងសមុទ្រមានអីទាំងអស់បាទហើយពុកម៉ែបងប្អូនកុំតន់អូនលងវីដេអូនេះទៅណាចាំមើលដល់ចប់ទាំងអស់គ្នាដើម្បីរូបបងវ័យក៏អូនហ៊ានធ្វើរកទង្វើផ្លើតផ្លើនទាំងឡាយដើម្បីឲ្យខ្លួនសប្បាយមិនគិតពីវ័យបងលួចមានស្រីឆេះកុហករូបអូនជាពីងខំហើយមិនស្មួនស្រឡាញ់